បាទជំរាបសួរមកកាន់ជំនឿអាចកបាំងសាស្ត្រថ្មីបងប្អូនបងប្អូនបងប្អូនដែលមានអារម្មណ៍ថាខ្លួនឯងសយបងប្អូនថ្ងៃខ្លះយើងមានអារម្មណ៍ថាខ្លួនឯងហេងថ្ងៃខ្លះមានអារម្មណ៍ថាខ្លួនឯងសយអាហ្នឹងពាក់ព័ន្ធទៅលើករណីហ្នឹងគឺវានេះបងប្អូនវាពាក់ព័ន្ធទៅលើអបិយជំនឿមួយយ៉ាងដែលយើងត្រូវរំដោះភាពសយឬក៏បង្កើនលៀបមកវិញបងប្អូនបើថាបើយើងមានការសយអញ្ចឹងយើងត្រូវបញ្ញាប់ទៅធ្វើបុណ្យទៅដាក់ទានដាក់អីឲ្យអ្នកដតីដែលជាអ្នកក្រខ្សត់អត់លំបាកអីហ្នឹងទៅអញ្ចឹងការធ្វើផលទានវាមានហើយបងប្អូនមនុស្សយើងកើតមកគឺមានហេងមានសយអីប៉ុន្តែភាពសយរបស់យើងវាមិនមែនសយរហូតទេហើយភាពហេងរបស់យើងក៏មិនហេងរហូតដែរអញ្ចឹងយើងមានថ្ងៃខ្លះថ្ងៃសយហ្នឹងខ្ញុំនិយាយពីថ្ងៃសយគឺបងប្អូនត្រូវតែប្រញាប់ទៅកន្លែងដែលមានវត្ថុស័ក្តិសិទ្ធិដែលជាយើងគិតថាជាលៀបនាំជ័យតែជាពិសេសបងប្អូនគួរតែធ្វើបុណ្យជាមួយអ្នកក្រខ្សត់បើសិនជាបងប្អូនចាប់ផ្ដើមថាធ្លាក់ខ្លួនមួយរយៈនេះដូចសយដល់អញ្ចឹងបងប្អូនអាចទៅទី1គឺយើងទៅខាងពុទ្ធសាសនាយើងទៅខាងវត្តពិចារណាយើងទៅវត្តទៅឬក៏ឲ្យអាណាព្យាបាលដែលគេឪពុកម្ដាយហ្នឹងឪពុកម្ដាយចាក់ទឹកចាក់អីឲ្យយើងក៏ល្អដែរបងប្អូនមួយវិញទៀតគឺយើងទៅវត្តរលោកណាដែលគាត់មានការប្រតិបត្តិល្អមានថាគាត់សិក្សាជ្រៅជ្រះមិនមែនព្រះសង្ឃទាំងអស់រាល់ថ្ងៃហ្នឹងគឺយើងទៅឲ្យលោកស្រោចទឹកលើករិស័យលើកអីបានទាំងអស់ទេបងប្អូនព្រះសង្ឃខ្លះក៏យើងតាមដានដែរពេលខ្លះលោកចេះរៀនចេះសូត្រមែនប៉ុន្តែលោកចេះតែសូត្រទេអញ្ចឹងធម៌បាលីអីលោកចេះប៉ុន្តែលោកអត់មានការប្រតិបត្តិល្អក៏វាប៉ះពាល់មកដល់យើងដែរវាអត់មានធ្វើឲ្យរិស័យយើងប្រែប្រួលទៅណាទេអញ្ចឹងហើយនៅពេលដែលយើងទៅរកការស្រោចទឹកយើងរកលោកណាដែលគាត់ប្រតិបត្តិធម៌ល្អហើយនឹងគាត់មានលក្ខណៈសិលក្នុងខ្លួនល្អហើយតែលោកប្រតិបត្តិធម៌ល្អគឺអាចអ្វីដែលគាត់ប្រោះព្រំមកលើយើងហ្នឹងវាមានអត្ថន័យវាអាចជួយឲ្យយើងវិលត្រឡប់មកភាពបាត់សយបាត់អីវិញអញ្ចឹងណាបងប្អូនហើយមួយវិញទៀតនៅពេលដែលយើងមានអារម្មណ៍ថាខ្លួនឯងសយគឺយើងត្រូវតែដើរចែកទានបាទបងប្អូនគួរតែទៅចែកទានឲ្យអ្នកដែលក្រខ្សត់មិនមែនថាតើតែពេលដែលយើងសយចាប់ផ្ដើមសយបានយើងដើរចែកទានទេបងប្អូនអាភាពសយហ្នឹងគឺដោយសារពេលខ្លះវាមានខ្មោចមានព្រាយដែលមកតាមយាយយើងឬក៏យើងបានទៅធ្វើអីមួយបំពេញទៅលើរឿងអីមួយចឹងទៅអាខ្មោចអនាថានៅតាមផ្លូវនៅតាមអីបងប្អូនដែលវាយើងប៉ះពាល់ទៅលើវាទៅវាធ្វើឲ្យយើងនឹងសយខ្មោចទាំងហ្នឹងគឺធ្វើឲ្យយើងសយទៅមិនបានធ្វើឲ្យយើងសយពេញមួយជីវិតប៉ុន្តែធ្វើឲ្យយើងសយដោយថ្ងៃអញ្ចឹងបងប្អូនណាដែលមានអារម្មណ៍ថាខ្លួនឯងសយមួយថ្ងៃនឹងសយអីចឹងយើងចាប់ផ្ដើមទៅស្រោចទឹកឬក៏ចាប់ផ្ដើមធ្វើទានធ្វើអីទៅដើម្បីឲ្យខ្មោចអំពើល្អគាត់មកជួយយើងវិញឧទាហរណ៍បើសិនបងប្អូនសយខ្លាំងមានអារម្មណ៍ថាខ្លួនឯងសយខ្លាំងចាប់ពីមួយខែអីទៅហើយបងប្អូនទៅស្រោចទឹកទៅហើយបើសិនតែមួយថ្ងៃពីរថ្ងៃទេបងប្អូនគួរតែបើមួយទៀតបងប្អូនអាចដាក់រាល់សណែនសំរុំមួយទៅយើងយកសណែនមកបងប្អូនដាក់សែនតាមផ្លូវទៅហើយឧទ្ទិសឲ្យខ្មោចដែរបងប្អូនបានធ្វើខុសទៅលើអីដែលមិនបានដឹងយើងមិនបានដឹងប៉ុន្តែយើងបានធ្វើខុសទៅលើខ្មោចដែរនៅតាមផ្លូវអីចឹងទៅថ្ងៃខ្លះយើងដើរទៅប៉ះពាអីមួយដែលមិនដឹងខ្លួនណាបងប្អូនអញ្ចឹងនិយាយពីរឿងសយអាហ្នឹងគឺតែប៉ុណ្្នឹងឯងបងប្អូនអរគុណច្រើនបងប្អូនសម្រាប់ជំនឿអត់កំបាំងបើសិនជាបងប្អូនមានចម្ងល់ពាក់ព័ន្ធទៅលើរឿងអីមួយបងប្អូនក៏អាចខមមិនសួរបានដែរគឺមិនមែនថាតាំងខ្លួនឯងជាលោកគ្រូអីទេដោយសារតែខ្ញុំបានសិក្សាច្រើនហើយនឹងមានលោកគ្រូដែលខ្ញុំគោរពប្រតិបត្តិជាមួយគាត់ខ្ញុំអាចទៅសួរនាំគាត់ឲ្យបងប្អូនបានអរគុណច្រើនបងប្អូនទាំងអស់គ្នាអញ្ចឹងនៅពេលដែលយើងជួបសួរបងប្អូនគួរតែធ្វើទានឲ្យបានច្រើនបងប្អូន